ជាធម្មតាគេតែងឃើញការដាំដំណាំលើដីដោយប្រើជីនិងថ្នាំដើម្បីបំប៉នដំណាំទាំងនោះប៉ុន្តែថ្មីនេះបច្ចេកទេសទំនើបមួយនៃការដាំដំណាំកាន់តែមានភាពរីកចម្រើនក្នុងនោះការដាំបន្លែបែបបច្ចេកទេសថ្មីដោយការប្រើបច្ចេកវិទ្យា Hydroponic ត្រូវបានឃើញលើកសិដ្ឋានមួយនៅក្រុងតាខ្មៅបច្ចេកវិទ្យា Hydroponic ជាបច្ចេកវិទ្យាដាំដំណាំមួយប្រភេទដែលមិនចាំបាច់ប្រើដីប៉ុន្តែគេប្រើចរន្តទឹកដើម្បីឲ្យដំណាំទាំងនោះលូតលាស់បានល្អទៅវិញបច្ចេកទេសនេះបានជួយដល់កសិករក៏ដូចជាគ្រួសារមួយចំនួនដែលមិនមានបរិវេណដីធំទូលាយអាចមានលទ្ធភាពក្នុងការដាំដំណាំបាននិងមានភាពងាយស្រួលលោកម៉ាន់សុផលដែលជាម្ចាស់កសិដ្ឋានកណ្ឌិកានៅក្រុងតាខ្មៅនឹងបានប្រើប្រាស់ការដាំដំណាំបែបបច្ចេកវិទ្យា Hydroponic ដែលមានរយៈពេលជាង2ឆ្នាំកន្លងមកហើយបានមានប្រសាសន៍ថាពាក់ព័ន្ធការដាំបន្លែ Hydroponic យើងហៅថាដាំលើប្រព័ន្ធទឹកហ្នឹងទី1យើងមិនចំណាយកម្លាំងច្រើនហើយបន្លែនេះវាអត់ប៉ះពាល់សុខភាពដោយសារយើងដាំនៅដីយើងត្រូវការធ្វើដីដកស្មៅហើយយើងដាក់ជីស្រោចទឹកហើយយើងដាំលើប្រព័ន្ធទឹកនេះយើងអត់ត្រូវការស្រោចទឹកទេហើយជីថ្នាំបាញ់សត្វល្អិតអីក៏យើងអត់ប្រើដែរបាទបើយើងសង្កេតជាដំបូងទៅលើការដាំបន្លែនេះយើងប្រកាសថាវាប្រហែលជាមានលក្ខណៈស្មុគស្មាញក្នុងការដាំបន្លែតាមរយៈបច្ចេកវិទ្យា Hydroponic នេះមិនខានប៉ុន្តែតាមការពិតទៅវាមិនមានភាពស្មុគស្មាញដោយការគិតនោះទេពាក់ព័ន្ធការដាំបន្លែលើទឹកហ្នឹងទី1យើងអាចរកទីធ្លាដែលមានពលឺគ្រប់គ្រាន់ទី1ទី2យើងអាចថាទីធ្លាយើងដាក់បានប្រមាណទៅយោទៅតឹងប៉ុន្មានបដោយប្រមាណហើយបន្ទាប់មកសាឡាត់ដាំលើប្រព័ន្ធទឹកនេះតាមស្តង់ដាគេអត់ឲ្យលើស8ម៉ែត្រទេប៉ុន្តែបើសិនយើងអាចលើស8ម៉ែត្រស្មើនឹង12ម៉ែត្រអាចនិយាយថាត្រឹមតែ3ទៅយោអត់ឲ្យលើស3ទៅយោឯកាលណាលើស3ទៅយោទោះតែយើងបង្កើតអុកស៊ីសែនក្នុងធុងទឹកក្នុងទៅយោទៀតបានបន្លែនឹងធំធាត់ហើយបើសិនយើងត្រឹម8ម៉ែត្រយើងអត់ចាំបាច់បង្កើតអុកស៊ីសែនអីទេបាទហើយពាក់ព័ន្ធនឹងការដាំមុនដំបូងយើងត្រូវយកអេប៉ុងហ្នឹងជ្រលក់ទឹកឲ្យជោកហើយយើងយកគ្រាប់ហ្នឹងដាក់នៅក្នុងអេប៉ុងដាក់អេប៉ុងហើយយើងកុំដាក់ឲ្យវាលិចជ្រៅពេកដាក់ត្រឹមប៉ំហើយយើងតម្រៀបហើយយើងដងទឹកធម្មតាហ្នឹងដាក់ពាក់កណ្ដាលអេប៉ុងហើយយកកណាត់គ្របពេលយកកណាត់គ្របហើយ2យប់2ថ្ងៃយ៉ាងយូរ3យប់3ថ្ងៃយើងបើកមើលកាលណាវាប្រឡូកដោះហើយយើងបកកណាត់គ្របហ្នឹងចេញបន្ទាប់មក2ថ្ងៃទៀតវាដោះផុតអេប៉ុងយើងយកមកបង្ហាញពលឺថ្ងៃដើម្បីឲ្យវាឈ្នះពលឺថ្ងៃកុំឲ្យពេលយើងយកមកដាំហើយវាក្រៀមស្វិតបាទដល់ពេលបានមួយអាទិត្យយើងលើកមើលអាចរឹសបានប្រវែងថា1ហ៊ុនកន្លះ2ហ៊ុនអាចថាយើងដាក់ដាំហើយឬនឹងដល់ទឹកយើងយកមកដាំហើយអត់លើស10ថ្ងៃបាទតែទោះបីជាយ៉ាងណាក៏ដោយការដាំបន្លែរបៀបនេះក៏នៅឃើញមានការលំបាកមួយចំនួនដល់អ្នកដាំដែលជាពិសេសនោះគឺទាក់ទិននឹងការមើលថែពោលគឺត្រូវប្រុងប្រយ័ត្នបន្តិចលើពន្លឺថ្ងៃនិងការប្រើប្រាស់ទឹកការជួបផលពិបាកទី1បើសិនអាកាសធាតុក្តៅខ្លាំងសម្រាប់សាឡាត់ខ្មែរយើងស្ពៃខ្មែរយើងអត់បញ្ហាអីទេសម្រាប់សាឡាត់យើងយកមកពីគេនេះកាលណាក្តៅខ្លាំងវាប៉ះពាល់ទឹកកាលណាទឹកក្តៅវាធ្វើឲ្យខូចខូចគុណភាពការធំធាត់ថយចុះទម្ងន់ក៏ធ្លាក់ចុះយើងព្យាយាមអាចថាបាំងសណាញ់ខៀវឬក៏បាញ់ទឹកជំនួយពេលហ្នឹងវាកាត់បន្ថយកម្ដៅហើយគុណភាពអត់ធ្លាក់ឯនៅធម្មតាបាទរបៀបថែបន្លែទី1ពេលយើងបដោះមកវារៀងបញ្ហារឿងបដោះតិចសម្រាប់គាត់សាក់មុនដំបូងវាការថែទាំពូជយើងត្រូវការបង្ហាញពលឺថ្ងៃដើម្បីឲ្យវាឈ្នះថ្ងៃហើយក្តៅខ្លាំងយើងយកចូលពេលដែលយើងយកមកដាក់ដាំនៅក្នុងប្រព័ន្ធទយោនេះហើយយើងដាំទី1សំខាន់ឲ្យទឹកដល់អេប៉ុងបាទឲ្យទឹកដល់អេប៉ុងហ្នឹងជាការស្រេចហើយដល់ពេលបាន15ថ្ងៃទៅ20ថ្ងៃយើងអត់ឲ្យទឹកដល់អេប៉ុងហ្នឹងទេយើងត្រូវតម្លាក់ទឹកទៀតមានຂະຫນាតសម្រាប់តម្លាក់ទឹកនៅក្បាលទយោបាទយើងតម្លាក់ទឹកផុតវាមានអុកស៊ីសែនជួយវាទលាយឬធំលឿនបាទទាក់ទិននឹងការមើលថែផងដែរលោកម៉ាន់សុផលក៏បានឲ្យដឹងថា
សម្រាប់ដាំពេលយើងបដោះមុនដំបូងពីថ្ងៃទី1ដល់ថ្ងៃ7ថ្ងៃ10មុនយើងដាក់ដាំនេះយើងអត់ប្រើអីទេយើងប្រើទឹកស្អាតទឹករត់យើងធម្មតាបាទពេលដែលយើងដាំយើងប្រើជីហ្នឹងឈ្មោះ AB ហ្នឹងគ្រាន់និយាយទៅវាជំនួសឲ្យដីយើងដាំនៅក្នុងប្រព័ន្ធទឹកប្រៀបដូចយើងដាំនៅដីដែរបាទហើយដល់ពេល B ហ្នឹងវីតាមីនយើងហៅថាជីហ្នឹងធ្វើឲ្យវាធំធាត់បាទយើងប្រើជី AB ឈ្មោះវារយៈពេលនៃការដាំបន្លែរបៀបនេះគឺមានរយៈពេលឆាប់រហ័សជាងការដាំបន្លែលើដីដូចជាការដាំសាឡាត់របស់លោកម៉ាន់សុផលនេះមានរយៈពេលតែជាង40ថ្ងៃប៉ុណ្ណោះហើយការដាំបន្លែបែបនេះគឺអាចដាំលើបន្លែច្រើនប្រភេទដូចជាសាឡាត់ត្រឡាចត្រកួនត្រសក់គឺលើកលែងតែបន្លែដែលមានមើមកប់ដីនិងបន្លែដែលមានដើមធំពេកប៉ុណ្ណោះលើបច្ចេកទេសដាំបន្លែបែបទំនើបនេះលោកម៉ាន់សុផលបានឲ្យដឹងថាគាត់បានទទួលការបណ្ដុះបណ្ដាលការដាំបន្លែនេះនៅប្រទេសថៃហើយក្រោយមកលោកក៏សាកល្បងដាំបន្លែនេះនៅប្រទេសកម្ពុជាក្រៅពីការដាំដំណាំនេះកសិដ្ឋាននេះក៏មានការបើកវគ្គបណ្ដុះបណ្ដាលដល់ប្រជាកសិករនិងអង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួនដែលចាប់អារម្មណ៍ក្នុងការដាំបន្លែដែលប្រើប្រាស់ទឹកលោកកុយវណ្ណៈជាបុគ្គលិកទីផ្សារនៃកសិដ្ឋានកណ្ឌិកាបានមានប្រសាសន៍ថាបាទហើយក្នុងកសិដ្ឋានហ្នឹងគាត់មានបរិញ្ញាជាវគ្គបណ្ដុះបណ្ដាលហើយសម្រាប់ដាំសាកល្បងតម្លៃហើយវគ្គបណ្ដុះបណ្ដាលហ្នឹង$15គាត់បរិញ្ញាមកចេះអាចដាំបានទាំងអស់បាទក្នុង2អាទិត្យអីគាត់បើកបរិញ្ញាម្ដងបាទក្រៅពីការដាំដំណាំនិងការបណ្ដុះបណ្ដាលលើបច្ចេកទេសនៃការដាំបន្លែបែប Hydroponic កសិដ្ឋាននេះក៏មានលក់នៅសម្ភារៈបែប Hydroponic ផងដែរដូចជាមានលក់គ្រាប់ពូជកញ្ជ្រែងដាំ GAB អេប៉ុងដាំ ម៉ូទ័រមើលជីម៉ូទ័របូមនិង PA សម្រាប់មើលទឹកនេះជាម៉ូទ័រសម្រាប់ផលិតជីឈ្មោះវាគេហៅ EC ម៉ូទ័រទូនទីវាសម្រាប់ផលិតជីដែល GAB អញ្ចឹងពេលដែលយើងលាយចូលទឹកទៅបាទកម្រិតជីវាត្រូវឲ្យស្តង់ដារវា 1.65 អញ្ចឹងពេលដែលយើងវាស់វាមើលបើសិនជាវានៅកម្រិតដែល 1.65 ហ្នឹងបានន័យថាជីយើងនៅធម្មតាវាចុះទេតែបើសិនជាយើងដាក់ម៉ូទ័រហ្នឹងសម្រាប់ផលិតមើលទៅឃើញថាវាបាន 1.4 ឬក៏ 1.5 អីអញ្ចឹងបានន័យថាយើងត្រូវថែមជីចូលដើម្បីទៅបំពេញវាវិញបាទហើយចំណែកនេះហើយ pH នេះវាសម្រាប់ឲ្យផលិតទឹកយើងរាល់ថ្ងៃវាមានចាប់ពី 7.5 ទៅ 8.5 អញ្ចឹងយើងត្រូវការទឹកនេះតែ 5.5 ទេអញ្ចឹងដើម្បីបញ្ចុះវាខ្ញុំមានជាជីសម្រាប់បញ្ចុះទឹកហ្នឹងបាទហើយចំណែកអេប៉ុងនេះវិញវាខុសគ្នាអេប៉ុងធម្មតាតែបើសិនជាអេប៉ុងនៅស្រុកខ្មែរយើងគេអត់មានកាត់ឲ្យទេបើសិនជាអេប៉ុងនៅថៃគេមានកាត់ជាបន្លោះឲ្យប្រាប់ទេបាទយើងងាយស្រួលក្នុងការបដោះយើងគ្រាន់តែបេះវាម្ដងចឹងមកបាទហើយអានេះជាកន្លែងគេចោះនេះសម្រាប់ដាក់គ្រាប់ពូជចូលបាទកសិដ្ឋានកណ្ឌិកានេះជាកសិដ្ឋានដំបូងគេបង្អស់ដែលបាននាំយកនៅបច្ចេកទេសនៃការដាំបន្លែបែប Hydroponic នេះមកក្នុងប្រទេសកម្ពុជាហើយរាល់ភោគផលដែលបានមកពីកសិដ្ឋានត្រូវបានចែកចាយតាមផ្ទះនិងហាងមួយចំនួននៅទីក្រុងភ្នំពេញដោយឡែកវាមិនទាន់មានការចែកចាយទូលាយនៅក្នុងទីផ្សារនោះទេពេលព្រោះកសិដ្ឋានមិនអាចផ្គត់ផ្គង់តាមតម្រូវការរបស់ទីផ្សារនោះបាន